ច្បាប់នៃការស្រូបទាញពិបាករៀនពិបាកអនុវត្តពិបាកនៅក្នុងការគ្រប់គ្រងអារម្មណ៍ពិបាកនៅក្នុងការដឹកនាំការគិតមែនអត់បងប្អូនសម្រាប់អ្នកគ្រូ HD វិញណាមិនមែនពិបាកតែប៉ុណ្្នឹងទេចាថ្ងៃនេះខ្ញុំនឹងចែករំលែកពីផលលំបាក2យ៉ាងទៀតនៅក្នុងការអនុវត្តច្បាប់នៃការស្រូបទាញដែលសម្រាប់ខ្ញុំគឺរៀងពិបាកបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាចំណុចទី1គឺអត់ជឿលើច្បាប់នៃការស្រូបទាញជឿខ្លះមិនជឿខ្លះគឺស្មើនឹងមិនជឿជាក់តែម្ដងបងប្អូនទាំងអស់គ្នាពេលដែលយើងអត់ជឿជាក់លើច្បាប់នៃការស្រូបទាញពិបាកណាស់ចាយើងដឹងទាំងដឹងថាការគិតអារម្មណ៍របស់យើងគឺជាធម៌ពលដែលស្រូបទាញអ្វីដែលដូចគ្នាចូលមកក្នុងជីវិតរបស់យើងដឹងថាច្បាប់ស្រូបទាញមានពិតតែយើងអត់ជឿលើច្បាប់នៃការស្រូបទាញអូយអានឹងគឺជាផលលំបាកមួយសម្រាប់ខ្ញុំហ្មងហើយផលលំបាកទី2អត់ជឿលើចក្រវាលអត់ជឿថាចក្រវាលកំពុងធ្វើការអត់ជឿលើចក្រវាលថានឹងផ្ដល់គ្រប់យ៉ាងអ្វីដែលយើងចង់បានឲ្យយើងចាអត់ជឿលើចក្រវាលថាកំពុងដឹកនាំរឿងល្អជួយឲ្យយើងសម្រេចគោលដៅនិយាយទៅអត់ជឿលើចក្រវាលអត់ជឿលើច្បាប់ស្រូបទាញពីរមុខហ្នឹងពិបាកបំផុតហ្មងសម្រាប់ខ្ញុំការដឹកនាំការគិតគ្រប់គ្រងអារម្មណ៍ចាខ្ញុំអាចធ្វើបានអ្នកទាំងអស់គ្នាទោះបីជាពេលខ្លះយើងទៅគិតអវិជ្ជមានពេលខ្លះអារម្មណ៍យើងអត់ល្អប៉ុន្តែយើងនៅតែអាចយកឈ្នះបានទាញខ្លួនឯងបានប៉ុន្តែនេះផលលំបាកពីនេះមិនងាយនៅក្នុងការយកឈ្នះទេប៉ុន្តែអ្នកគ្រូ HD នៅតែមានតិចនិចក៏ដូចជាវិធីសាស្ត្រនៅក្នុងការយកឈ្នះភាពមិនជឿជាក់មិនទុកចិត្តលើចក្រវាលនឹងបានបងប្អូនចង់ដឹងអត់ថាអីខ្លះចំណុចទី1សំខាន់បំផុតដែលខ្ញុំតែងតែចែករំលែកសឹងតែគ្រប់វីដេអូបងប្អូនទាំងអស់គ្នាពេលដែលខ្ញុំអត់ជឿជាក់លើច្បាប់នៃការស្រូបទាញឬក៏អត់ជឿជាក់លើចក្រវាលចាខ្ញុំតែងតែធ្វើការអធិដ្ឋានចិត្តសូមឲ្យចក្រវាលជួយឲ្យខ្ញុំជឿជាក់លើចក្រវាលអស់ពីចិត្តសូមឲ្យចក្រវាលជួយឲ្យខ្ញុំជឿជាក់លើច្បាប់នៃការស្រូបទាញអស់ពីចិត្តអស់ពីបេះដូងកូនចង់ជឿជាក់លើច្បាប់នៃការស្រូបទាញកូនចង់ជឿជាក់លើចក្រវាល 100% តែម្ដងអញ្ចឹងសូមឲ្យជួយដឹកនាំការគិតការជឿរបស់កូនឲ្យជឿជាក់លើឲ្យ 100% ជឿជាក់លើច្បាប់នៃការស្រូបទាញ 100% ការអធិដ្ឋានចិត្តសំខាន់ណាស់បងប្អូនការអធិដ្ឋានចិត្តជួយអ្នកគ្រូ HD បានច្រើនខ្លាំងមែនតើពេលណាដែលខ្ញុំគ្រប់គ្រងអារម្មណ៍ខ្លួនឯងអត់បានគ្រប់គ្រងការគិតអត់បានឬក៏អត់ជឿជាក់លើខ្លួនឯងអត់ជឿលើច្បាប់ស្រូបទាញអត់ជឿលើចក្រវាលនិយាយទៅភាកច្រើនហ្មងគឺខ្ញុំរំពឹងលើការអធិដ្ឋានចិត្តបងប្អូនទាំងអស់គ្នាខ្ញុំតែងតែប្រើការអធិដ្ឋានចិត្តដើម្បីជួយដឹកនាំចិត្តវិញ្ញាណដឹកនាំដួងចិត្តដឹកនាំការគិតរបស់ខ្ញុំទៅរកទីលានធម៌ពលទៅរកគំនិតវិជ្ជមានទៅរករឿងរ៉ាវល្អៗការគិតល្អៗចារឿងល្អៗជុំវិញខ្លួនរបស់ខ្ញុំការអធិដ្ឋានចិត្តសំខាន់ណាស់បងប្អូនអាចប្រើបានច្រើនរឿងមែនតែម្ដងហើយចំណុចទី2បងប្អូនទាំងអស់គ្នាខ្ញុំតែងតែចែករំលែករឿយហើយដដែលហ្មងប៉ុន្តែធ្វើបានផលចាគឺការនិយាយដើម្បីបញ្ចូលតនន័យថ្មីទៅដល់អនុសម្បញ្ញៈឬក៏ជីនីរបស់យើងចាការនិយាយប្រូក្រាមបងប្អូននិយាយដដែលចាខ្ញុំជឿជាក់លើច្បាប់ស្រូបទាញខ្ញុំជឿជាក់លើចក្រវាលខ្ញុំជឿជាក់លើខ្លួនឯងបើសិនជាបងប្អូនអត់ជឿជាក់លើខ្លួនឯងអាចនិយាយពាក្យហ្នឹងបន្ថែមមកឃ្លីឲ្យទៀតចាការប្រូក្រាមនិយាយជាមួយខ្លួនឯងហ្នឹងគឺជារឿងសំខាន់មែនតើបងប្អូនចាបងអូនខ្លះពេលដែលគាត់អត់ជឿជាក់លើច្បាប់នៃការស្រូបទាញឬអត់ជឿជាក់លើចក្រវាលគាត់តែងតែនិយាយពាក្យដដែលរហូតដល់អនុសម្បញ្ញៈឬក៏ជីនីរបស់គាត់ជឿយ៉ាងសុទ្ធថាគាត់អត់ជឿជាក់លើចក្រវាលគាត់អត់ជឿជាក់លើច្បាប់នៃការស្រូបទាញអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ផ្លាស់ប្ដូរការគិតដើម្បីឲ្យយើងជឿជាក់លើចក្រវាលជឿជាក់លើច្បាប់នៃការស្រូបទាញឬក៏ជឿជាក់លើខ្លួនឯងឡើងវិញណាបងប្អូនត្រូវតែនិយាយប្រូក្រាមខ្លួនឯងជារៀងរាល់ថ្ងៃគ្រប់ពេលវេលាមានសម្លេងក៏បានអត់សម្លេងក៏បានខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំជឿជាក់លើច្បាប់នៃការស្រូបទាញខ្ញុំជឿជាក់លើចក្រវាល 100% ឬក៏1លាន%ក៏បានខ្ញុំគឺជាមនុស្សដែលជឿសុបលើច្បាប់នៃការស្រូបទាញខ្ញុំគឺជាមនុស្សដែលជឿជាក់ខ្លាំងបំផុតលើចក្រវាលខ្ញុំគឺជាមនុស្សពិសេសរបស់ចក្រវាលតែងតែ support គ្រប់គ្រងខ្ញុំចក្រវាលតែងតែផ្ដល់នៅគ្រប់យ៉ាងនៅអ្វីដែលខ្ញុំប្រាថ្នាខ្ញុំជឿជាក់លើចក្រវាល 100% ខ្ញុំជឿជាក់លើចក្រវាលខ្លាំងណាស់ខ្ញុំគឺជាមនុស្សម្នាក់ដែលជឿលើចក្រវាលយ៉ាងពិតប្រាកដនិយាយទៅនិយាយប្រូក្រាមខ្លួនឯងទៅមកនឹងរហូតដល់បងប្អូនទាំងអស់គ្នាមានជំនឿយ៉ាងមុតមមជំនឿយ៉ាងពិតប្រាកដផុសចេញពីក្រអៅបេះដូងហ្មងបងប្អូនយើងអត់ពិបាកសម្ដែងយើងអត់ពិបាក fake ទេចាដំបូងពេលដែលយើងអនុវត្តពេលដែលយើងនិយាយប្រូក្រាមខ្លួនឯងយើងអាចជឿខ្លះមិនជឿខ្លះខួរក្បាលការគិតរបស់យើងតែងតែប្រឆាំងជាមួយនឹងពាក្យសម្ដីរបស់យើងរហូតចាឆ្លោះគ្នាទៅមកតែបងប្អូនព្យាយាមធ្វើរឿយបងប្អូននឹងឃើញលទ្ធផលយ៉ាងពិតប្រាកដការប្រូក្រាមខ្លួនឯងនិយាយជាមួយខ្លួនឯងគឺជាចំណុចសំខាន់អ្នកដទៃអាចជះឥទ្ធិពលអវិជ្ជមានដល់យើងអាចនិយាយមិនល្អមិនទុកចិត្តលើយើងប៉ុន្តែអត់អាចធ្វើឲ្យជីវិតយើងលិចលង់បានទេបើសិនជាយើងជឿជាក់លើខ្លួនឯងយើងនិយាយភាសាល្អភាសាវិជ្ជមានជាមួយខ្លួនឯងយើងនិយាយដឹកនាំការគិតដឹកនាំជីវិតរបស់ខ្លួនឯងឲ្យទៅរកភាពល្អប្រសើរឲ្យទៅសម្រេចគោលដៅដឹកនាំជីវិតខ្លួនឯងឲ្យទៅរកភាពត្រចះត្រចង់ហើយបើសិនជាបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាមានបញ្ហាសក់ជ្រុះសក់ជ្រុះខ្លាំងជ្រុះច្រើនជ្រុះទាំងដៃជ្រុះអត់ឈប់ជ្រុះអត់បាត់ហ្មងបងប្អូនចាកំពុងតែភ័យព្រួយបារម្ភstress ខ្លាំងមែនតើរឿងសក់ជ្រុះបងប្អូនអាចសាក់លបងប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់តាំងគួយនេះបានបងប្អូនល្អខ្លាំងណាស់ចាផ្សំចេញពីមើមតាំងគួយឱសថបុរាណចិនណាបងប្អូនជាមួយនឹងមើមយិនសិនខ្ញីក៏ដូចជាវត្ថុធាតុផ្សំល្អជាច្រើនមុខទៀតដើម្បីជួយព្យាបាលបញ្ហាសរសៃសក់និងស្បែកក្បាលរបស់យើងឲ្យមានសុខភាពល្អរឹងមាំពិសេសជួយផ្ដល់សំណើមដល់ស្បែកក្បាលជួយស្បែកក្បាលត្រជាក់ជួយ
កាត់បន្ថយការឡើងកែឡើងព្រេងនិងជួយឲ្យសក់បងប្អូនណាមានសុខភាពល្អរឹងមាំកូនសក់ដុសច្រើនដុសក្រាស់ឡើងវិញបងប្អូនដែលសក់ជ្រុះហើយពិបាកនៅក្នុងការដុសប្រើជាមួយនឹងសាប៊ូតាំងគួយកាន់តែកក់សក់កាន់តែក្រាស់កាន់តែកក់កាន់តែកាត់បន្ថយបញ្ហាសក់ជ្រុះពិសេសកំចាត់កែបានល្អកក់ហើយអត់ងាយឡើងព្រេងឡើងក្អែលឬក៏លម្អស្បែកក្បាលទេបងប្អូនលាងសម្អាតស្បែកក្បាលជាមួយនឹងតាសៃសក់បានស្អាតល្អមែនទែនសាប៊ូតាំងគួយជួយព្យាបាលបញ្ហាសក់ជ្រុះជួយកាត់បន្ថយអង្គែជាពិសេសជួយឲ្យតាសៃសក់ទន់ភ្លឺរលោងមានទម្ងន់បងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាអាចតំណែងទិញបានតាមគ្រប់តំណែងចែកចាយ25ខេត្តក្រុងហើយយើងក៏មានបើករើតំណែងចែកចាយដែរសម្រាប់បងប្អូនដែលចង់ចែកចាយបន្តជាមួយសាប៊ូតាំងគួយសាប៊ូដែលមានគុណភាពល្អគុណភាពខ្ពស់នេះបើសិនជាបងប្អូនជាអតិថិជនបានប្រើប្រាស់ដឹងគុណភាពហើយបងប្អូនអាចដាក់កំងយកទៅចែកចាយបន្តបានតែបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់បានប្រើប្រាស់អត់ដឹងគុណភាពទេបងប្អូនអាចទិញយកទៅសាកប្រើសិនបានប្រើល្អមានប្រសិទ្ធភាពពិតចាំបងប្អូនយកទៅចែកចាយបន្តយកផលិតផលល្អទៅលក់ទៅបងប្អូនអាចលក់ដាច់លក់បានយូរអង្វែងលក់រីកចម្រើនលក់អាចសាងអភិនិហនៅក្នុងការផ្លាស់ប្ដូរជីវិតបានផលិតផលល្អជួយឲ្យមុខរបរយើងរីកចម្រើនជួយឲ្យយើងអាចរកប្រាក់ចំណូលបានច្រើនជួយដល់ជីវភាពគ្រួសារអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាអ្នកមើលវីដេអូនេះមានជាគំនិតយោបល់អីល្អៗនៅក្នុងការអនុវត្តច្បាប់នៃការស្រូបទាញអាចចែកម្លែកបាននៅខាងក្រោមវីដេអូនេះប៉ុន្តែសូមបញ្ជាក់មួយណាសូមកុំលើកចា comment ឈ្មោះអ្នកនេះអ្នកនោះចូលមក comment នៅខាងក្រោមវីដេអូខ្ញុំអត់ល្អឲ្យបងប្អូនទាំងអស់គ្នាចាកុំឲ្យគេមើលឃើញថាយើងតោងគេល្បីយើងនិយាយឈ្មោះគេឬក៏យើងនិយាយដើមគេអញ្ចឹងសូមបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចង់ comment ចែកម្លែកអីក៏បានដែរពីបទពិសោធន៍ខ្លួនឯងពីការគិតល្អរបស់ខ្លួនឯងពីការអនុវត្តទទួលបានលទ្ធផលសូមកុំលើកឈ្មោះអ្នកដទៃឬក៏លោកគ្រូអ្នកគ្រូណាម្នាក់មក comment នៅក្នុងវីដេអូមិនថា Facebook TikTok ឬក៏ YouTube របស់ខ្ញុំទេបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយ comment ដោយមានសុជីវធម៌ជាពិសេសកុំឲ្យប៉ះពាល់ដល់អ្នកដទៃហើយបើសិនជាបងប្អូនមានជាសំណួរចម្ងល់អីបន្ថែមអាច comment សួរនៅខាងក្រោមវីដេអូនេះបានអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ